ពេលដែលរូបវាកើតឡើងក្នុងរូបហ្នឹងមានវេទនាមួយដែរគឺវេទនាហ្នឹងវាលក្ខណៈស្រួលបុគ្គលខ្លះគាត់មានសភាពវេទជាហើយគាត់មានអារម្មណ៍ថារៀងស្រួលដូចញោមក្តៅខ្លួនហើយពេលដែលញោមងូតទឹកទៅញោមមានអារម្មណ៍ថាត្រជាក់ផងស្រួលផងអញ្ចឹងអាសភាវៈស្រួលដែលវាកើតជាមួយត្រជាក់ហ្នឹងអាហ្នឹងឲ្យឈ្មោះថាវេទនាហើមនឹងគុណចាស់ទី1ត្រជាក់ទី2ពន្លឺទី3បាត់រូបទីដែលជាលំហអាកាសហើយនឹងទី4គឺញោមទៅដល់លក្ខណៈដង្ហើមល្អិតពោក៏ញោមបានឃើញពន្លឺហ្នឹងក្នុងព្រះអភិធម្មពុទ្ធហៅថាវណ្ណរូបហ្នឹងគឺរូបដែរពោអញ្ចឹងអាត្រជាក់ហ្នឹងក៏ជារូបធម៌អាពន្លឺហ្នឹងក៏ជារូបធម៌ពេលដែលញោមបានឃើញរូបធម៌ពន្លឺនឹងវាចេញមកហើយពន្លឺនោះក៏វាចាប់ដើមភ្លឺហើយក៏លុតទៅញោមក៏បាត់កាយទាំងមូលតែម្ដងបាត់កាយទាំងមូលនោះវាមានពីរប្រភេទញោមណាបើសិនជាញោមបាត់ទាំងអស់ញោមសល់តែមានវិញ្ញាណគឺចិត្តមួយដឹងទេពេលហ្នឹងញោមលុតរូបទាំងស្រុងហើយគឺញោមលុតរូបទាំងស្រុងគឺញោមសល់តែនាមមួយគឺដឹងគឺសល់វិញ្ញាណគឺចិត្តហ្នឹងពោកំពុងដឹងថារូបកាយរបស់អាត្មាអញលុតបាត់ហើយក៏ពិតពេលហ្នឹងរូបលុតតែញោមនៅនាមពោហើយបន្ទាប់មកទៀតស្រាប់តែញោមពិនិត្យមើលទៀតញោមក៏បានឃើញខ្យល់ដង្ហើមល្អិតនៅសល់មានពេលដែលដង្ហើមល្អិតហ្នឹងវានៅប្រកបមានចឹងបានន័យថារូបទាំងអស់ហ្នឹងវាលុតមិនតាន់អស់ទេវានៅមានរូបល្អិតរូបមួយទៀតគឺវានៅល្អិតពោប្រភេទវាយោធាតុខ្យល់ពោអញ្ចឹងអាត្រជាក់ហ្នឹងគឺជាធាតុភ្លើងជារូបធម៌ឯសភាវៈពន្លឺហ្នឹងជាវណ្ណរូបហ្នឹងជារូបធម៌ដែរពោហ្នឹងជាឧបាទាយរូបពោជារូបធម៌ដែរឯលំហរូបដែលញោមបាត់ហ្នឹងពេលហ្នឹងរូបអត់មានអាហ្នឹងមកញោមក៏បានដឹងថារូបវាលុតទៅពេលហ្នឹងញោមហើយញោមក៏បានដឹងថាមាននៅដង្ហើមពេលដែលញោមកំពុងបានដឹងថាមានដង្ហើមហ្នឹងញោមកំពុងដឹងហ្នឹងគឺបានន័យថានៅវិញ្ញាណហ្នឹងគឺនាមធម៌ពោនាមធម៌ហ្នឹងវាកំពុងតែដឹងថានៅមានដង្ហើមចឹងដង្ហើមហ្នឹងគឺរូបពេលហ្នឹងញោមកំពុងឃើញនាមរូបហើយពោចិត្តដែលកំពុងដឹងថាដង្ហើមមានចិត្តដឹងហ្នឹងគឺជានាមធម៌ឯដង្ហើមកំពុងមានហ្នឹងគឺជារូបធម៌ច្បាស់កន្លែងហ្នឹងបានញោមអស់សង្ស័យថាយើងរៀនវិបស្សនាទៅអត់ឃើញខ្លួនយើងទេយើងឃើញតែរូបឯនឹងនាមទេវាអត់មានសត្វណាពោផ្លូវហ្នឹងហើយគេហៅពេលដែលញោមកំណត់ដឹងថានេះរូបនេះនាមហ្នឹងហើយគឺបញ្ញាឃើញរូបឯនឹងនាមអត់ឃើញសត្វអត់ឃើញបុគ្គលហ្នឹងជាបញ្ញារបស់វិបស្សនាពោប្រចាំថាបើសិនជាញោមឃើញសភាវៈបែបហ្នឹងញោមសម្គាល់ថាធាតុតិចពីលើមកហ្នឹងជាវេទនាជានាមធម៌កើតពិតនឹងមិននាមទេនឹងជារូបពោបញ្ចុះហេតុអីបានជាគ្រូគន់ការក៏ថាសុទ្ធតែជាវេទនានៅក្នុងកាយយើងពិតហើយពោព្រោះព្រះអង្គសម្ដែងថារូបនិងនាមវាអាស្រ័យគ្នាអញ្ចឹងនៅក្នុងតិចហ្នឹងវាមានវេទនាមួយក្នុងរូបហ្នឹងពេលដែលរូបវាកើតឡើងក្នុងរូបហ្នឹងមានវេទនាមួយដែរគឺវេទនាហ្នឹងវាលក្ខណៈស្រួលបុគ្គលខ្លះគាត់មានសភាពវេទជាហើយគាត់មានអារម្មណ៍ថារៀងស្រួលដូចញោមក្តៅខ្លួនហើយពេលដែលញោមងូតទឹកទៅញោមមានអារម្មណ៍ថាត្រជាក់ផងស្រួលផងអញ្ចឹងអាសភាវៈស្រួលដែលវាកើតជាមួយត្រជាក់ហ្នឹងអាហ្នឹងឲ្យឈ្មោះថាវេទនាខ្ញុំចាប់បានទេពោបើញោមគ្រាន់តែត្រជាក់ធម្មតាទេអាហ្នឹងរូបទេពោតែបើក្នុងហ្នឹងមានសភាពស្រួលអាហ្នឹងឲ្យញោមកំពុងមើលវេទនាឯលោកគ្រូគួរអង្ការវិបស្សនារៀនអ្នកដែលរៀនវេទនាហ្នឹងគេឲ្យសម្លឹងមើលវេទនាពីលើចុះក្រោមហ្នឹងក៏ពិតពិនិត្យមើលរូបប៉ុន្តែនៅក្នុងរូបនោះមានវេទនាពឹសសតិរបស់គាត់ហ្នឹងកំណត់ដឹងសំដៅលើវេទនាគឺគាត់អត់យករូបទេតែពេលនោះញោមកំពុងសម្លឹងឃើញរូបផងឃើញវេទនាផងខ្ញុំចាប់បានទេពោវេទនាហ្នឹងគឺជានាមឯតិចហ្នឹងគឺជារូបខ្ញុំចាប់ឲ្យច្បាស់ញោមស្គាល់នាមរូបច្បាស់ពេលហ្នឹងហើយដែលញោមដឹងថាវិបស្សនាពេលដែលកើតឡើងមានតែនាមរូបអត់មានសត្វអត់មានបុគ្គលនឹងជាបញ្ញាពោជាបញ្ញាលោកហៅថានាមរូបបរិច្ឆេទញ្ញាណវានឹងកើតឡើងពេលដែលយើងកំណត់ដឹងនាមរូបហ្នឹងពោកណាទីចម្រើនពោសាធុអាត្មាភាពត្រេកអរដែលញោមបាសកាញោមប្រាថ្នាចង់ដឹងពីធម៌បរិបត្តិពោតេទូនឹងព្រះអភិធម្មញោមបើសិនជាញោមរៀនតាមវិបស្សនាយើងរៀនបែបសង្ខេបយើងកំណត់ដឹងរូបធម៌និងនាមធម៌ហ្នឹងយើងរៀនខ្លីសង្ខេបយើងអាចចេះបានដែរពោចឹងតែបើសិនជាញោមចង់ចេះច្បាស់លាស់ញោមចាំបាច់រៀនពិស្ដាអញ្ចឹងញោមចាំបាច់ចូលរៀនព្រះអភិធម្មបានញោមរៀនយល់ពោ
តែបើសិនជាញោមបាសិកាញោមមានសមត្ថភាពរៀនអភិធម្មទាំងអស់បានយល់ទេញោមអាចអញ្ជើញមកចូលវគ្គ7ថ្ងៃទៅអាត្មាភាពនឹងមករៀនញោមដោយសង្ខេបក្នុងការបដិបត្តិតាមវិបស្សនាហ្នឹងណាបងញោមនឹងជាច្បាស់ហើយបងតកតងនឹងរូបហ្នឹងចែកញោមតកតងនឹងរូបហ្នឹងព្រះអង្គថារូបវាជាសភាវៈមិនដឹងអារម្មណ៍រូបហ្នឹងគឺទឹកដីភ្លើងខ្យល់ពេលដែលញោមអង្គុយសមាធិទៅញោមឃើញរឹងញោមឃើញតុនញ័រវាកើតឡើងវាហូរវាជ្រាបវិសើមលើកាយយើងណាបងកាយយើងហ្នឹងកាយគឺមហាពុទ្ធរូប4ហ្នឹងវាជ្រាបវាសើមវាហូរវាញ័រវាតឹងវាស្រត់វារលាយវាបែកជ្រាបអីហ្នឹងហូរអីហ្នឹងវាក្តៅតិចសភាវៈរបស់រូបហើយបងហ្នឹងរូបនៅក្នុងកាយយើងដែលយើងឲ្យឈ្មោះថារូបរាងកាយយើងហ្នឹងកាពិតជាភាសាខ្មែរយើងឲ្យឈ្មោះថារូបរាងកាយប៉ុន្តែភាសាព្រះបាលីពុទ្ធហៅថារូបធម្មតាទេពោលពាក្យថារូបរាងកាយនិងរូបហ្នឹងតែមួយទេតែឯពុទ្ធសម្ដែងថាពាក្យថារូបហ្នឹងបានដល់ទឹកដីភ្លើងខ្យល់វាមិនមែនជាខ្លួនយើងទេវាត្រឹមតែជាធាតុទឹកដីភ្លើងខ្យល់ទេសត្វលោកពេលសម្គាល់ថារូបរាងកាយទៅក៏សម្គាល់ថាជាខ្លួនហ្នឹងគេហៅថារូបញោមពោលអញ្ចឹងក៏ពិតក្នុងរាងកាយយើងទាំងអស់ដែលយើងហៅថារូបរាងកាយហ្នឹងគឺទឹកដីភ្លើងខ្យល់ទេពោលនៅក្នុងព្រះអភិធម្មលោកបរៀនហើយលោកថារូបហ្នឹងមានសក់រោមកញ្ចក់ធ្មេញស្បែកសរូបពោលតែយើងពេលសក់ទៅក៏សក់យើងរោមក៏រោមយើងធ្មេញក៏ធ្មេញយើងស្បែកក៏ស្បែកយើងហ្នឹងវាទៅទល់នឹងការប្រកាន់ណាពោលពុទ្ធសម្ដែងឲ្យមានការប្រកាន់ទេអត់មានសត្វបុគ្គលទេតែយើងប្រកាន់ថារបស់យើងសក់របស់យើងភ្នែករបស់យើងបើព្រះអង្គសម្ដែងថាសក់ហ្នឹងគឺរូបធ្មេញហ្នឹងក៏រូបអញ្ចឹងណាកញ្ចក់ហ្នឹងក៏រូបស្បែកហ្នឹងក៏រូបអញ្ចឹងណាពោហ្នឹងប្រភេទរូបគឺអញ្ចឹងឯងពោទៅពេលដល់ប្រភេទនាមគឺបានដល់ចិត្តពោចិត្តនិងវេទនាហ្នឹងក៏ជានាមឬចិត្តសឹកដ៏ច្រើនដែលយើងរៀនព្រះអភិធម្មនាមហ្នឹងច្រើនណាពោតែបើយើងរៀនវិបស្សនាបែបសង្ខេបដើម្បីយើងបានឆ្លងផុតអបាយភូមិបានយ៉ាងរហ័សនោះគឺញោមអាចរៀនតាមផ្លូវសង្ខេបដោយនាមចែកតនាមនិងរូបពេលរូបហ្នឹងគឺមហាភូតរូបនិងឧបាទាយរូបឯនាមហ្នឹងគឺចិត្តនិងវេទនាខ្ញុំចែកថារូបនាមតែពីរហ្នឹងទៅហ្នឹងគឺជាផ្លូវបប្រតិបត្តិតាមបស្សនាញាណហើយពោចិត្តហ្នឹងដូចម្ដេចចិត្តហ្នឹងបានន័យថាការដឹងអារម្មណ៍ពោចិត្តដែលដឹងអារម្មណ៍ដឹងថានេះក្តៅនេះតិចហ្នឹងឧបមាញោមអង្គុយទៅញោមឃើញញ័រឃើញក្តៅឃើញតិចទៅអាដែលញោមឲ្យឈ្មោះថាញោមឃើញហ្នឹងញោមដឹងហ្នឹងមិនមែនញោមដឹងទេអាហ្នឹងចិត្តដឹងពោមិនមានខ្លួនញោមទេមានតែចិត្តវាដឹងហើយរូបហ្នឹងវារឹងវាទន់វាកើតមកចិត្តក៏ដឹងរូបហ្នឹងរឹងទន់កើតមកអាចិត្តដឹងហ្នឹងជានាមធម៌ពោឯរឹងទន់ក្តៅតិចហ្នឹងជារូបធម៌ញ័រកំរើកតឹងហ្នឹងជារូបធម៌នឹងសភាវៈនាមរូបគេរៀនបែបហ្នឹងណាពោហើយវេទនាមួយទៀតសភាពសក់ពេលដែលញោមអង្គុយមើលវិបស្សនាទៅខ្ញុំឃើញរូបហ្នឹងមានសភាវៈរូបវាកើតមកប៉ុន្តែក្នុងតឹងហ្នឹងมันមានឈឺដោយយើងធ្លាប់ថាយើងតឹងក្បាលហើយយើងឈឺក្បាលហ្នឹងអាតឹងហ្នឹងរូបប្រភេទរូបធាតុខ្យល់ទៅពេលដល់អាឈឺហ្នឹងជាវេទនាហ្នឹងជានាមធម៌ដែរជួនកាលទៅយើងមានអារម្មណ៍ថាតិចហ្នឹងជារូបប៉ុន្តែអាស្រួលនៅក្នុងតិចមានអារម្មណ៍ថាតិចស្រួលអាស្រួលហ្នឹងជានាមធម៌អញ្ចឹងរូបធម៌នាមធម៌វាខុសគ្នាត្រង់កន្លែងហ្នឹងញោមពោសាធុអញ្ចឹងស្មាបញ្ជាក់ឲ្យខ្លីថារូបគឺមហាភូតរូប4ហើយនឹងរូបផ្សេងទៀតដែលវាអាស្រ័យមហាភូតរូបអាហ្នឹងគេហៅថារូបដែលវាកើតលើកាយយើងណាពោឯមហានឹងពេលយើងរៀនវិបស្សនាតាមអាត្មាភាពមករៀនណាពោឯនាមគឺបានដល់ចិត្តហើយនឹងវេទនាចិត្តនិងវេទនាហ្នឹងអាហ្នឹងហៅថានាមធម៌អញ្ចឹងរូបធម៌នាមធម៌យ៉ាងហ្នឹងឯងពោនឹងវិធីរៀនវិបស្សនាហ្នឹងអាត្មាបញ្យល់ញោមដូចគេសំដែងធម៌ដែរទេតែដើម្បីញោមបានច្បាស់ញោមរកពេលមករៀន7ថ្ងៃមកញោមនឹងបានយល់ច្បាស់ហើយអំពីរូបធម៌នាមធម៌ហ្នឹងតាម7ថ្ងៃខ្ញុំចេះហើយពោញោមបែររៀនដល់ច្រើនខែច្រើនឆ្នាំដូចជារៀនអភិធម្មទេព្រោះយើងរៀននេះរៀនបែបថ្នាក់បរិបត្តិណាពោវាមានភាពសង្ខេបជាងពោយោនិសោមនសិការៈញ៉ាំងបញ្ញានិងសតិកំណត់នៅធាតុមិនដឹងថាជារូបធម៌មានយោនិសោមនសិការៈញ៉ាំងបញ្ញានិងសតិកំណត់ដឹងនៅធាតុដឹងថាជានាមធម៌ដែលមានភាសៈជាគម្រប់5អញ្ចឹងបញ្ញាដែលដឹងគឺធាតុមិនដឹងនិងធាតុដឹងជាលក្ខណៈនេះឃើញទេនេះយើងអ្នកមើលគឺអញ្ចឹងគឺខណៈហ្នឹងគឺបញ្ញានិងសតិកើតឡើងប៉ុន្តែត្រូវយើងមានយោនិសោមនសិការរៀនកុំរវល់គិតយើងមកគិតអាដែលកំពុងតែប្រកបណែ
តែយកគិតទៅខាងទៅផ្លូវរៀនអាហ្នឹងចូលនឹកគិតតាមមេរៀនណាអញ្ចឹងវាអត់មែនជាតួបញ្ញានុសតិទេវាជាតួនឹកគិតជាតួនឹកគិតវាមិនមែនជាវិបស្សនាពីព្រោះវិបស្សនាគឺបញ្ញានិងសតិនេះឯងដែលមានលក្ខណៈធាតុមិនដឹងនិងលក្ខណៈធាតុដឹងរបស់រូបធម៌និងនាមធម៌ឃើញទេ